ធ្វើបុណ្យឧទ្ទិសឲ្យធាតុនឹងទេណាហើយអ្នកខ្លះទៅថាអីបងប្អូនសាច់ញាតិស្លាប់នៅអាមេរិកឯណោះស្លាប់នៅអីកូរ៉េណោះហើយស្លាប់នៅអីអូស្ត្រាលីណោះហើយមកធ្វើបុណ្យនៅស្រុកខ្មែរនេះដល់ឯអត់ណាអានេះបើសិនជាញាតិញោមគិតថាធ្វើឧទ្ទិសឲ្យធាតុហ្នឹងអត់បានមែននោះឯងណាព្រោះមិនមែនសំខាន់នៅលើរឿងធាតុហ្នឹងឯណាព្រោះធាតុយើងហ្នឹងវាត្រឡប់ទៅវិញធាតុ4កន្លែងណាដែលវាត្រូវលហើយទៅខ្យល់ទៅកន្លែងណាដែលរាវតិចទៅទឹកទៅហើយកន្លែងណាដែលរឹងទៅជាដីមកហើយកន្លែងណាក្តៅវាទៅជាភ្លើងវិញទៅណានៅក្នុងខ្លួនយើងហ្នឹងប្រគំដោយធាតុ4ហ្នឹងអញ្ចឹងក្នុងធាតុទាំង4ហ្នឹងឧទ្ទិសឲ្យធាតុណាមួយក៏វាអត់បានផលដល់អ្នកស្លាប់ដែរហើយធាតុដែលយើងរឹសមកហ្នឹងធាតុតែមួយទៅហើយមនុស្សយើងដែលរស់ទៅបានវាអាស្រ័យដោយធាតុ4ញាតិញោមណាដីទឹកភ្លើងខ្យល់ផ្គុំគ្នារស់នៅបានហើយដល់ពេលញោមថាឧទ្ទិសឲ្យធាតុអញ្ចឹងធាតុហ្នឹងបានតែឆ្អឹងហ្នឹងអដ្ឋិធាតុហ្នឹងគឺឆ្អឹងនេះឯងហើយកាលណាបើយើងនិយាយអំពីឆ្អឹងគឺនិយាយអំពីដីនេះឯងមានន័យថាយើងឧទ្ទិសឲ្យធាតុដីនៃបុគ្គលហ្នឹងណាអញ្ចឹងធ្វើមិនបានឲ្យដល់អ្នកទៅស្លាប់ហ្នឹងឥឡូវត្រឡប់មករឿងវិញមិនទាន់បញ្ជាក់កន្លែងហ្នឹងឯងដល់ពេលលោកយាយទៅរឹសធាតុយកមកទុកធ្វើបុណ្យស្រាប់តែទៅរឹសទៅឃើញកាក់ណាញាតិញោមឆេះអស់ណាកាក់ហ្នឹងឆេះអស់មកកដោទៅនៅសល់3ស្លឹងអាត្មាមិនដឹងទៅទៀតណាពាក្យថា3ស្លឹងហ្នឹងមិនដឹងថាប្រមាណតម្លៃវាស្មើនឹងប្រមាណលុយយើងសម័យឥឡូវហើយស្មើមាសយើងហ្នឹងប្រមាណអត់បានដឹងទេប៉ុន្តែបើកហបណៈមាសប្រាក់សម័យព្រះនោះបានដឹងខ្លះដល់ពេលយកមកទៅឃើញតែ3ស្លឹងលោកយាយថាឥឡូវឯងយកទៅមកបំណងហើយឥឡូវឯងទុក3ស្លឹងហ្នឹងនឹងខ្លួនមកសម័យកាលនោះស្រាប់តែមានព្រះរាជាមកព្រះអង្គមានចិត្តលោភលន់ណាញាតិញោមណាលោភលន់បានធ្វើជាស្ដេចហើយនឹងនៅលោភលន់ណាអត់មានសង្វេគចំពោះជីវិតថាជីវិតនឹងវាបានប្រមាណឆ្នាំទៀតណាសេចក្តីល្អក៏មិនបានធ្វើអំណាចនៅលើខ្លួនហើយមិនព្រមធ្វើសេចក្តីល្អទេទានក៏មិនដែលនឹកឃើញសិលក៏មិនដែលនឹកឃើញមានតែនឹកឃើញរឿងអាក្រក់លោភលន់ណាអញ្ចឹងទៅឲ្យកិលេសតណ្ហានឹងដឹកមុខអញ្ចឹងទៅក៏ធ្វើឲ្យជាប់ជំពាក់រឿងប្រព្រឹត្តទៅនៃការរស់ស៊ីរស់នៅប្រចាំថ្ងៃនេះណាប្រព្រឹត្តឲ្យជាសុចរិតទៅវាជាការរស់នៅប្រកបដោយធម៌ហើយទោះបីជាយើងបានប៉ុណ្ណាក៏ដោយណាក៏ប៉ុន្តែអ្វីដែលជិះជាន់សង្កត់សង្កិនវិញព្រះរាជានឹងមានអំណាចមកប៉ុណ្ណឹងមានមាសប្រាក់កែវកងពិទូសូរកានសពគ្រប់បែបយ៉ាងស្រីស្នំក្រមការនៅក្នុងព្រះរាជវាំងប៉ុណ្ណឹងហើយមិនអស់ចិត្តទេណាញាតិញោមណាអត់អស់ចិត្តទេដាក់បញ្ជាឲ្យរាជបរោះនាំណាទៅដោយទាហាននឹងដើរណាតាមភូមិទៅត្រូវរៃពីមួយគ្រួសារមួយបាតណាយកលុយនឹងមកបាតពីគ្រួសារនីមួយហើយបើថាគ្រួសារណាមិនអោយទេដឹងឲ្យមានបញ្ហាប្រឈមមុខជាមួយនឹងព្រះរាជាឬក៏អាចឈានរហូតទៅដល់បាត់បង់ជីវិតរៃពេញមកភូមិអញ្ចឹងទៅស្រាប់ទៅដល់ផ្ទះលោកយាយទៅដល់ផ្ទះលោកយាយក៏សុំវរថាបបិទ្ធព្រះអង្គហើយទូលព្រះបង្គំជាខ្ញុំនេះជាបុគ្គលអភ័ព្វជាបុគ្គលក្រខ្សត់អញ្ចឹងហើយសូមព្រះរាជាអភ័យទានទោសណាទូលព្រះបង្គំនឹងជាអ្នកក្រយ៉ាងដូចនេះរលុយមួយបាតនឹងអត់មានទេប៉ុន្តែឥឡូវនឹងមានលុយ3ស្លឹងដែរ3ស្លឹងហ្នឹងណាថ្វាយព្រះរាជាទាំងអស់ពោះលុយហ្នឹងកាលពីដើមឡើយក៏ពេញតួហើយ1បាតដែរណាប៉ុន្តែឥឡូវហ្នឹងដាក់នៅក្នុងមាត់ប្តីដែលគាត់ស្លាប់ទៅឯណោះណាដាក់នឹងមាត់ប្តីហ្នឹងស្លាប់ទៅហ្នឹងដុតទៅហ្នឹងប្តីមិនបានយកទៅទាំងអស់ទេទុក3ស្លឹងហ្នឹងឲ្យទូលព្រះបង្គំគិតស្រាប់តែដល់ពេលលោកយាយនឹងបយល់យ៉ាងដូចនេះនិយាយប្រាប់តាមដំណើររឿងធ្វើឲ្យព្រះរាជានេះភ្ញាក់ព្រឺតតែម្ដងញោមណាភ្ញាក់ព្រឺតយីគិតទៅអស្ចារ្យណាស់ណោះមនុស្សយើងណាកាលពីមានជីវិតរស់នៅខំប្រឹងប្រែងសពគ្រប់បែបយ៉ាងរកបានទ្រព្យសម្បត្តិច្រើនណាស់ហើយជាពិសេសអំណាចនៃយើងណាអំណាចក៏យើងមានទ្រព្យសម្បត្តិក៏យើងមានអ្វីក៏យើងមានដែរហើយស្រាប់តែឥឡូវមកដល់ជួបថា
សេចក្តីស្លាប់មនុស្សស្លាប់ទៅអត់មានយកអីទៅបានដោយហើយទៅសូមបីតែមាសដាក់ទៅក្នុងមាត់ហើយនោះក៏នៅតែលោកតានេះយកទៅមិនបានសង្វេគញាតិញោមកើតនៅធម្មសង្វេគតក់ស្លុតមករំពេចភ្លាមព្រះរាជាថាឥឡូវឈប់អីទៅរឿងលុយមួយបាតនឹងយកចែកឲ្យប្រជារាស្ត្រវិញទៅណាបាក់ណាស្លុតនៅក្នុងចិត្តញាតិញោមពិចារណាដល់គេហៅថាធម្មសង្វេគចារណាបុद्धं शरणं गच्छामि बुद्धं शरणं गच्छामि धम्मं शरणं गच्छामि धम्मं शरणं गच्छामि संघं शरणं गच्छामि संघं